ចំណុចទី6ការប្រព្រឹត្តទៅនៃនីតិរដ្ឋធម្មនុញ្ញមានន័យថាជាដំណើរការនៃការអនុវត្តនីតិរដ្ឋធម្មនុញ្ញនិយាយឲ្យចំតែម្ដងគឺយើងសំដៅទៅលើស្ថាប័នដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ 6.1 ស្ថាប័នព្រះមហាក្សត្រតាមនិយមន័យគឺជាស្ថាប័នព្រះបរមរាជវាំងមួយដែលមានព្រះប្រមុខរដ្ឋជាព្រះមហាក្សត្រ 6.2 ស្ថាប័នរដ្ឋសភាតាមនិយមន័យរដ្ឋសភាគឺជាស្ថាប័ននយោបាយដែលត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាសកលសេរីស្មើភាពផ្ទាល់និងសម្ងាត់និងដែលមានអំណាចនីតិបញ្ញត្តិការបោះឆ្នោតជាសកលមានន័យថាការសិទ្ធិបោះឆ្នោតទាំងអស់ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋគ្រប់រូបជាទូទៅក្នុងដែនសមត្ថកិច្ចនៃច្បាប់ក៏ប៉ុន្តែស្ថិតនៅក្រោមលក្ខខណ្ឌដែលមានដូចជាអាយុចាប់ពី18ឆ្នាំឡើងទៅការបោះឆ្នោតដោយសេរីមានន័យថាប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសបោះឆ្នោតជូននរណាម្នាក់ឬមួយក៏គណៈបកណាមួយដែលខ្លួនស្រឡាញ់ការបោះឆ្នោតស្មើភាពមានន័យថាក្នុងម្នាក់ទទួលបានសញ្ញាឆ្នោតមួយសញ្ញាហើយមួយសញ្ញាទទួលបានឬមួយក៏ស្មើទៅនឹងមួយសម្លេងការបោះឆ្នោតដោយផ្ទាល់មានន័យថាប្រជាពលរដ្ឋត្រូវតែធ្វើការបោះឆ្នោតដោយផ្ទាល់ដោយខ្លួនឯងគ្មានការអន្តរាគមន៍ពីជនទី2ឬក៏អ្នកតំណាងណាមួយទេនិងការបោះឆ្នោតជាសម្ងាត់មានន័យថាប្រជាពលរដ្ឋមានសិទ្ធិរក្សាការសម្ងាត់បន្ទាប់ពីខ្លួនបានធ្វើការបោះឆ្នោតរួចអំណាចនីតិបញ្ញត្តិគឺជាអំណាចក្នុងការបង្កើតច្បាប់ឬមួយក៏យើងនិយាយថាជាអំណាចដែលអនុវត្តបទបញ្ញត្តិនីតិរដ្ឋធម្មនុញ្ញតាមរយៈការបង្កើតច្បាប់ 6.3 ព្រឹទ្ធសភាមានន័យថាគឺជាស្ថាប័នមួយដែលត្រូវបានរៀបចំឡើងដោយនីតិវិធីពីរយ៉ាងការតែងតាំងនិងការបោះឆ្នោតអសកលនិងដែលមានអំណាចនីតិបញ្ញត្តិដូចគ្នាទៅនឹងរដ្ឋសភាផងដែរក៏ប៉ុន្តែអ្វីដែលកត់សម្គាល់គឺការបោះឆ្នោតអសកលនីតិវិធីនៃការបោះឆ្នោតអសកលគឺត្រូវធ្វើឡើងមាន2ដំណាក់កាលដំណាក់កាលទី1គឺប្រជាពលរដ្ឋធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្នាក់ក្រោមជាតិបន្ទាប់ពីបានជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលជាតំណាងរបស់ខ្លួននៅថ្នាក់ក្រោមជាតិរួចហើយដំណាក់កាលទី2ក្រុមប្រឹក្សាឃុំសង្កាត់ដែលបានបោះឆ្នោតដោយប្រជាពលរដ្ឋតាមមូលដ្ឋាននិងធ្វើការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាដោយផ្ទាល់ដែលខ្លួនជាតំណាងរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានដូចនេះយើងឃើញថាមាននីតិវិធី2ប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្នាក់ក្រោមជាតិក្រុមប្រឹក្សាឃុំសង្កាត់ថ្នាក់ក្រោមជាតិបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឬមួយក៏សមាជិកព្រឹទ្ធសភាអំណាចនីតិបញ្ញត្តិរបស់ព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាផងដែរជាពិសេសនិងសំខាន់គឺធ្វើការពិគ្រោះនិងផ្ដល់យោបល់ទៅលើសេចក្តីព្រាងច្បាប់ឬក៏សេចក្តីស្នើច្បាប់ណាមួយ 6.4
រាជរដ្ឋាភិបាលតាមនិយមន័យគឺជាស្ថាប័ននយោបាយដែលមានអំណាចប្រតិបត្តិច្បាប់ឲ្យមានប្រសិទ្ធភាពនៅពេលមួយដែលអំណាចសភាជាពិសេសការអនុម័តដោយរដ្ឋសភាចេញជាច្បាប់ថ្មីមួយរដ្ឋាភិបាលមានតួនាទីត្រូវតែប្រតិបត្តិច្បាប់ឲ្យមានប្រសិទ្ធភាព 6.5 តុលាការតាមនិយមន័យគឺជាស្ថាប័នឯករាជ្យមួយដែលមានអំណាចក្នុងការស្វែងរកយុត្តិធម៌ដើម្បីធានាភាពមិនលំអៀងនិងការការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋតាមរយៈការបកស្រាយឬក៏ការយកនៅគោលការណ៍អង្គច្បាប់ទៅអនុវត្តទៅករណីអង្គហេតុណាមួយដែលកើតឡើងនៅក្នុងសង្គម 6.6 ជាស្ថាប័នដែលមានចែងចុងក្រោយនៃនីតិរដ្ឋធម្មនុញ្ញមានន័យថាគឺជាស្ថាប័ននយោបាយមួយដែលមានបេសកកម្មឬក៏មុខងារផ្ទៀងផ្ទាត់និងបកស្រាយអំពីធម្មនុញ្ញភាពនៃច្បាប់ដែលបានអនុម័តដោយរដ្ឋសភានិងបានពិនិត្យដោយព្រឹទ្ធសភា